បែកធ្លាយតារាចម្រៀងសុវិចិត្រមានប្រពន្ធកូនហើយទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតប្រកាសសាច់ប្រាក់បន្ទាន់កាន់គ្រឿងមាសមក LOLC ទទួលបានសាច់ប្រាក់រហូតដល់ 70% នៃតម្លៃមាសនិងផ្ដល់ជូនសេវាលាងសម្អាតមាសនិងថ្លឹងគ្រឿងមាសដែលឥតគិតថ្លៃថ្មីមីខ្លាឃ្មុំក្រហមឆ្ងាញ់សរសៃស្រួយស្វិតរសជាតិគ្រឿងសមុទ្រជូរហឹលស្រួយស្វិតទំពាឆ្ងាញ់មកជាច្រើនឆ្នាំបន្ទាប់ពីបានឈ្នះពានគេពុំធ្លាប់លើដំណឹងរៀបការរបស់តារាចម្រៀងសុវិចិត្រឡើយតែពេលថ្មីនេះស្រាប់តែមានការភ្ញាក់ផ្អើលពីស្ត្រីម្នាក់បានទំនេររូបភាពវីដេអូជាច្រើនជាមួយតារាចម្រៀងរូបនេះដែលកំពុងរកាំរកគ្នាដោយម្ចាស់គណនី Facebook ឈ្មោះឆនសុភាកាលពីថ្ងៃទី11ខែមីនាឆ្នាំ2026កន្លងទៅបានរៀបរាប់នៅលើបណ្ដាញសង្គមថារៀបការហើយមានកូន1កូន2មានផ្ទះនៅភ្នំពេញហើយមិនដែលលើថាបបួលខ្ញុំនិងកូនមកលេងភ្នំពេញបាន2-3ថ្ងៃទេខ្ញុំឯនេះចាំតែបបួលគេមកដើរលេងអាងមករំពឹងគេដៃគេថាអត់តន់ចុកទៅទេហើយមកនិយាយអញ្ចឹងទៅកើនខ្ញុំមកភ្នំពេញក៏សរសៃ3ដងហើយមិនដែលសួរនាំសុកតងស្ត្រីរូបនេះចោទសួរទៀតថាប៉ាល្អប្តីល្អពី3ខែនេះតែលេខប្រពន្ធកូនបានប៉ុន្មានដងដែរសូមបញ្ជាក់រូបជាប់នេះខ្ញុំមកកោសរសៃនៅភ្នំពេញថាខ្លួននៅឈឺក៏ឈឺទៅមកដើរលេងឲ្យសប្បាយចិត្តគ្រប់យ៉ាងខ្ញុំទទួលបានមានតែពាក្យស្ដីបន្ទោសការមិនឲ្យតម្លៃខ្ញុំពិតជាអរគុណគ្រប់យ៉ាងសុវិចិត្រទន្ទឹមនឹងការទម្លាយសារនេះគេឃើញមានអ្នកលេងបណ្ដាញសង្គមនិងអ្នកស្គាល់ជាច្រើនបានផ្ដោតកម្លាំងចិត្តស្ត្រីកូន2រូបនេះឲ្យរឹងមាំនិងកុំឲ្យគិតច្រើនដើម្បីកូនក្រឡេកមកមើលតារាចម្រៀងសុវិចិត្រវិញបើទោះបីជាមានការទម្លាយយ៉ាងដូចនេះប៉ុន្តែនៅមិនទាន់មានការប្រតិកម្មឬបកស្រាយអ្វីឡើយប៉ុន្តែនៅប៉ុន្មានថ្ងៃមុននេះគេឃើញម្ចាស់បាត់ជួបតែមនុស្សសម្ដែងបានបង្ហោះសារត្រាម៉ាមួយហាក់បីដូចជាកំពុងតែមានសម្ពាធផ្លូវចិត្តដោយលោកចោទសួរថាតើពេលណាមករៀនយកខ្ញុំទៅតើពេលណាខ្ញុំរួចចាក់ផុតទុកបើក្នុងខ្លួននឹងអារម្មណ៍មានតែទុក្ខវេទនាបែបនេះកម្លាំងចិត្តអស់ហើយនៅតែកម្លាំងកាយនោះទេស្របពេលគ្នានោះដែរគេក៏ឃើញម្ចាស់គណនី Facebook ឈ្មោះឆនសុភាក៏បានចែករំលែកបន្តភ្ជាប់សំណេរថាហត់ម៉េះចុះខ្ញុំទាំងចិត្តទាំងកាយប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្រងនិងមហាជនកាន់តែភ្ញាក់ផ្អើលគឺកាលពីថ្ងៃមុនថ្មីនេះស្ត្រីខាងលើរូបនេះបានទំនេររូបភាពជាច្រើនសន្លឹកទៀតនៅលើបណ្ដាញសង្គម TikTok មានទាំងរូបភាពក្រាបផ្ទឹមរៀបការផងហើយបញ្ជាអត្ថន័យតាមខ្លឹមសារបទចម្រៀងថាសំខាន់ដល់ថ្នាក់បងសូមអូនលេងសុវិចិត្របើទោះបីជាយ៉ាងណារហូតមកដល់ពេលនេះក៏នៅមិនទាន់មានការប្រតិកម្មឬបកស្រាយបញ្ជាក់ពីតារាចម្រៀងសុវិចិត្រនោះឡើយ